មើលករណីមួយទៀតណានេះជា Telegram ទេមើលឈ្មោះម្នាក់នេះវាឡើងជាសន្តិសុខសង្គមតែប៉ុន្តែនេះជា account fake ទេដែលគេផ្ញើចង់បានលេខកូដរបស់អ៊ំម្នាក់ថាគាត់ថាគេផ្ញើសារការបោះសសរគាត់ផុតកំណត់ចឹងនេះដំបូងគេឆានមកប្រាប់ថាបោះសសររបស់គាត់បានផុតកំណត់តមកគេផ្ញើលេខកូដចំនួនប្រហែលខ្ទង់ឯងហើយឲ្យគាត់ផ្ញើប្រាប់លេខកូដទៅកាន់គេវិញដើម្បីឲ្យគេនឹងទៅជាបោះសសរនឹងវិញដោយសារគាត់មិនដឹងតែបើអញ្ចឹងគាត់ផ្ញើលេខកូដទៅឲ្យគេពេលគេបានលេខកូដហ្នឹងគេប្រើគណនីរបស់គាត់បានហើយក៏ឆាតទៅខ្ចីលុយនៅនេះឬខ្ចីលុយនៅនោះចឹងឯងតែពេលខ្ញុំបើកមើលគឺមានទូរស័ព្ទពីរដែលកំពុងតែប្រើ Telegram ហ្នឹងហើយចឹងមើលទៅមាន Galaxy A14 មួយហើយនិង A5 2020មួយទៀតដល់ពេលខ្ញុំឃើញអញ្ចឹងខ្ញុំក៏ remove account Telegram ចេញពីទូរស័ព្ទដៃមួយទៀតអញ្ចឹង Telegram នេះគឺប្រើបាននៅទូរស័ព្ទដៃមួយនេះទេគឺចាំថាអត់ដែលមានគណនី account ធនាគារឬបសសណាដែលផ្ញើលេខកូដមកយើងហើយតម្រូវឲ្យយើងផ្ញើលេខកូដទៅកាន់គេវិញទេពីច្រើនគឺជា account បោកឯង